ប្រាសាទចិនលាក់ខ្លួននៅទីក្រុងភ្នំពេញបងប្អូននៅក្រាំងក្នុងយើងនេះបងប្អូនបានទៅលេងនៅដែលគេហៅថាវត្តបញ្ញាធំនៅទីនោះមានភិក្ខុនៃប៊ូច្រើនអង្គដែរហើយថ្ងៃនេះខ្ញុំបានមកលេងហើយទេសភាពស្អាតហើយត្រជាក់ល្ហឹមតែម្ដងបងប្អូនដោយសារទៅនៅវិហារនោះគឺសិតតែភាគច្រើនគឺសិតតែថ្មធំផ្ទាំងនិយាយទៅថ្មភ្នំហ្មងណាពេលដើរចូលក្នុងវិហារទៅឡើងត្រជាក់ល្ហឹមត្រជាក់ស្រាប់តែម្ដងបងប្អូនបានទៅលេងម្ដងនៅខ្ញុំថ្ងៃនេះទៅមិនបានទៅទេមែនទេសភាពពិតជាស្អាតដូចអ្វីដែលគេនិយាយមែនគាត់ថាកន្លែងខ្លះអត់តន់ធ្វើហើយទេហើយក៏កន្លែងខ្លះគេហាមអត់ឲ្យយើងចូលដែរព្រោះជីវត្តអារាមយើងអាចចូលទៅឆ្វេងឆ្វាយអាចគ្រប់កន្លែងបានទេព្រោះកន្លែងដែរភិក្ខុនៃសមាធិអីអញ្ចឹងណាបងប្អូនដូចកន្លែងនេះអីគេឲ្យចូលទេប៉ុន្តែខ្ញុំឆ្លៀតចូលគៀននេះបន្តិចតែអត់ហ៊ានដើរចូលទៅក្នុងប្រាសាទទេនេះជាទេសភាពដែលខ្ញុំថតឲ្យ